សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរគឺខ្ញុំមានវីដេអូមួយចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នារបៀបនៃការកាត់ឯកសារដែលយើងថតពីទូរស័ព្ទដៃឧទាហរណ៍ថារូបនេះគឺរូបបែបនេះរូបនេះគឺខ្ញុំថតពីទូរស័ព្ទដៃអញ្ចឹងជាទូទៅនៅពេលដែលយើងថតឯកសារពីទូរស័ព្ទដៃគឺវាមិនសូវស្អាតទេអញ្ចឹងវាតែងតែមានស្រមោលបែបនេះឬក៏ឯកសារដែលគេថតផ្ញើមកយើងអញ្ចឹងវាតែងតែមិនសូវស្អាតដូចអ្វីដែលយើង scan ឬក៏យើងធ្វើថ្មីទេអញ្ចឹងនៅពេលដែលយើងថតឯកសារបែបនេះចេញពីទូរស័ព្ទដៃវាមានសភាពបែបហ្នឹងមិនសូវជាច្បាស់ហើយវាមានស្រមោលខ្មៅខ្មៅបែបនេះអញ្ចឹងតើធ្វើម៉េចដើម្បីយើងអាចយកទៅ print បានអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នារបៀបនៃការកាត់ឯកសារដែលអាចយកទៅ print បានស្អាតហើយយើងអាចទុកជាឯកសារសម្រាប់ប្រើការបានអញ្ចឹងតាមដានទាំងអស់គ្នាដំបូងគឺបងប្អូនចាប់ទាញឯកសារហ្នឹងចូលទៅក្នុងកម្មវិធី Adobe Photoshop បន្តមកទៀតយើងចូលទៅកន្លែង Move Tool សិនអញ្ចឹងយើង scroll ព្រិចព្រោះមើលសិនទៅអញ្ចឹងឯកសាររបស់យើងគឺបែបនេះអញ្ចឹងដើម្បីយើងកាត់ឬក៏យើងតម្រង់ដើម្បីឲ្យឯកសារនឹងយើងត្រង់សិនបងប្អូនចូលទៅកន្លែងនេះperspective crop tool នេះអញ្ចឹងយើងយកកន្លែងនេះបងប្អូនជាទូទៅវាជាប់ default វាកន្លែងនេះអញ្ចឹងបងប្អូនចុច mouse ឆ្វេងជាប់បន្តមកទៀតយកកន្លែង perspective crop tool នេះបន្តមកទៀតបងប្អូនធ្វើការចុចកន្លែងនេះមួយបន្តមកទៀតទាញម៉ៅមកដាក់កន្លែងនេះចុចខាងក្រោមនេះបន្តមកទៀតចុចកន្លែងនេះមួយទៀតបន្តមកបងធ្វើការ enter ឬក៏ចុចកន្លែង text នេះមកដើម្បីកាត់ចេញនៅអ្វីដែលយើងអត់ចង់បានអញ្ចឹងយើងបានប៉ុណ្ណេះហើយបងប្អូនចូលទៅកន្លែង moto វិញតមកទៀតធ្វើការដោះនៅពណ៌ខ្មៅខ្មៅនេះចេញដើម្បីឲ្យឯកសារយើងមានពណ៌សกระดาษនេះពណ៌សហើយអក្សរយើងពណ៌ខ្មៅធម្មតាអញ្ចឹងបងប្អូនចូលទៅកន្លែង image នេះបន្តមកទៀតយក adjustment យក level ជាទូទៅខ្ញុំតែងតែប្រើ level នេះ shortcut អញ្ចឹងគឺយើងប្រើ shortcut អញ្ចឹងវាលឿនអញ្ចឹងវាជំនួយដល់ការងារយើងបានលឿនបងប្អូនចុចកន្លែង level នេះមកបន្តមកទៀតវានឹងចាញ់ផ្ទាំងបែបនេះអញ្ចឹងបងប្អូនមិនបាច់ទៅគិតអីវែងឆ្ងាយទេគ្រាន់តែបងប្អូនយកម៉ៅខាងឆ្វេងយើងយកមកចុចកន្លែងនេះបន្តមកទៀតបងប្អូនចុចនៅកន្លែងណាដែលគិតថាវាមិនសូវស្អាតឬក៏ពណ៌បែបនេះអញ្ចឹងបងប្អូនចុចកន្លែងនេះមួយប៉ក់យកអានេះតើមកបងប្អូនមកចុចកន្លែងនេះបន្តមកទៀតវានឹងធ្វើការដកនៅអ្វីដែលខ្មៅខ្មៅហ្នឹងអញ្ចឹងកុំច្រឡំថាយកកន្លែងនេះឬក៏កន្លែងនេះអញ្ចឹងបងប្អូនយកកន្លែងនេះកន្លែងដែលមានពណ៌សនេះអាចចង់ពណ៌សហ្នឹងយកកន្លែងនេះមកបន្តមកទៀតបងប្អូនចុចនៅកន្លែងណាដែលមានពណ៌ខ្មៅអញ្ចឹងបងប្អូនចុចកន្លែងនេះចុចទី3ដងទៅយកកន្លែងនេះសិនឲ្យវាដិតកន្លែងនេះបន្តមកទៀតធ្វើការដកពេលនោះវានឹងដកនៅអ្វីដែលខ្មៅខ្មៅនេះចេញអញ្ចឹងបងប្អូនចុចកន្លែងនេះទៀតតែចុចបែបនេះវាឃើញបាត់ទេអញ្ចឹងវានឹងប៉ះពាល់ឯកសាររបស់យើងវានឹងដាច់អក្សរហើយនឹងដាច់ភាសាដោយសារតែវាមានខ្មៅខ្លាំងកន្លែងនេះអញ្ចឹងនៅពេលដែលយើងដកខ្មៅខ្លាំងវាធ្វើឲ្យយើងដោយទាំងកន្លែងស្នាមមេដៃហ្នឹងអញ្ចឹងធ្វើម៉េចដើម្បីឲ្យឯកសារយើងស្អាតអញ្ចឹងបងប្អូនចុច close កន្លែងនេះវិញសិនបន្តមកទៀតបងប្អូនចូលទៅភាសាទៀតចូលទៅ level ហ្នឹងបន្តមកទៀតបងប្អូនចុចកន្លែងនេះមួយដើម្បីចេញសញ្ញាដិតបែបនេះបន្ទាប់មកបងប្អូនចុចនៅកន្លែងសញ្ញានេះដែលមានរូបខ្មៅខ្មៅហ្នឹងអញ្ចឹងបងប្អូនគិតថាកន្លែងខ្មៅខ្មៅនេះវាល្មមនឹងស្អាតដែរហើយអញ្ចឹងបងប្អូនអូខេមួយសិនបន្ទាប់មកទៀតបងប្អូនធ្វើការដកកន្លែងនេះអញ្ចឹងកន្លែងហ្នឹងយើងអាចប្រើ direct បានទេលុះត្រាតែបងប្អូនធ្វើការយកកន្លែងនេះយក Pi tool នេះក៏បានឬក៏ Lasso tool នេះក៏បានអញ្ចឹងបងប្អូនធ្វើការគូសបែបនេះមកបន្តមកទៀតបងប្អូនធ្វើការចូលទៅកន្លែង image adjustment ដែរស្មើនឹង Ctrl L បងប្អូនយកកន្លែងនេះមួយហើយវាដិតកន្លែងចឹងមកដិតចឹងសិនមកបន្តមកទៀតបងប្អូនធ្វើការចុចនៅកន្លែងខ្មៅបែបនេះអញ្ចឹងគឺយើងអាចធ្វើបែបហ្នឹងដើម្បីឲ្យឯកសាររបស់យើងបានស្អាតតើមកបងប្អូនចុច OK ចុច Ctrl Alt D ដើម្បីដោះ select បន្តមកទៀតបងប្អូនធ្វើការគូសកន្លែងនេះមួយសារទៀតអញ្ចឹងគឺយើងយក Lasso tool ទៅដែរបន្តមកទៀតបងប្អូនគូសបែបនេះគូសកន្លែង home port ដែលវាខ្មៅហ្នឹងមកបន្តមកទៀតបងប្អូនចុច Ctrl L ខ្ញុំប្រើ shortcut បន្តបងប្អូនចុចលេខនេះហើយយកម៉ៅមកចុចកន្លែងនេះអញ្ចឹងវានឹងធ្វើការដកឯកសាររបស់យើងបានស្អាតបន្តមកបងប្អូនចុច OK ចុច Ctrl D ដើម្បីដោះ select ឥឡូវយើងមកមើលឯកសារទាំងអស់គ្នាអញ្ចឹងយើងបានប៉ុណ្ណេះហើយបានប្រហែលជា
ចូលទៅ99%ទេដែលយើងអាចយកជាការបានអញ្ចឹងបងប្អូនធ្វើការដកកន្លែងនេះទៀតឬក៏យើងអាចប្រើអញ្ចេះក៏បានដែរវានៅតិចដែរបងប្អូនអាចធ្វើការយើងអាចធ្វើដូចមិនទៀតក៏បានដែរយើងធ្វើការ select បែបនេះមកតាមទៅចុច Ctrl L ចុចកន្លែងនេះមួយមកដកកន្លែងនេះទៀតតាមមកចុច OK Ctrl D បន្តមកវានឹងបានបែបនេះអញ្ចឹងឯកសាររបស់យើងឃើញថាដោះនៅអ្វីដែលខ្មៅខ្មៅនេះចេញហើយបន្តមកទៀតដើម្បីឲ្យឯកសាររបស់យើងវាមើលទៅវារៀងដិតវាមានពណ៌យ៉ាងកម្ៅដិតល្អចឹងបងប្អូនធ្វើការចុច Ctrl អក្សរ L ដដែលប៉ុន្តែភាសានេះគឺយើងអត់ប្រើនេះទេគឺយើងធ្វើការទាញកន្លែងនេះដើម្បីឲ្យ contrast វារៀងពណ៌ដិតជាងមុននៅ text របស់យើងហ្នឹងនៅអក្សររបស់យើងដើម្បីវារៀងដិតបន្តិចអញ្ចឹងបងប្អូនធ្វើការទាញមកយើងកុំទាញខ្លាំងពេកឬក៏យើងអាចទាញកន្លែងនេះក៏បានដែរនេះបន្តមកវានឹងធ្វើការយើងដិតតិចហើយអក្សររបស់យើងវារៀងដិតឧទាហរណ៍តែប៉ុណ្្នឹងតែខ្ញុំចុច OK អញ្ចឹងឯកសារយើងបានដកនៅផ្ទៃកម្ៅនឹងអស់ហើយចាំបងប្អូនធ្វើការចុច Ctrl អក្សរ N បន្តមកទៀតឬกระดาษដែលយើងចង់ដាក់ print អញ្ចឹងបងប្អូនចុចកន្លែងនេះមកយកកតា A4 តាមមកចុចពេច create បន្តមកទៀតបងប្អូនធ្វើការទាញនៅឯកសារដែលយើងបានកែមិញហ្នឹងចុចកន្លែងនេះមកយក rectangle ហ្នឹងមកគូសមកតាមមកទៀតបងប្អូនធ្វើការចូលកន្លែងនេះ move to ហ្នឹងចុចឲ្យជាប់ទាញយកមកដាក់កន្លែងនេះតាមបងប្អូនបន្លែងអញ្ចឹងយើងធ្វើការ break មកដើម្បីឲ្យពេញមកកតា A4 ដើម្បីយើងធ្វើការដាក់ print ដោយសារយើងកាត់មិញហ្នឹងគឺវាអត់ត្រូវទំហំនៃកតា A4 ទេដោយសារតែយើងថតពីទូរស័ព្ទដៃមកវាមិនពេញទៅនឹងกระดาษ A4 ដើមទេអញ្ចឹងយើងធ្វើការទាញមកដាក់បែបនេះបន្តមកទៀតវារៀងមើលទៅអក្សររបស់យើងវារៀងវាអញ្ចឹងបងប្អូនធ្វើការចូល Ctrl អក្សរ T คลิกម៉ៅស្នាមតែមកទៀតធ្វើការចុចកន្លែងនេះយើងធ្វើការទាញចាក់ទាញលើក្រោមដើម្បីឲ្យអក្សររបស់យើងនឹងវារៀងត្រង់ដល់តែប៉ុណ្្នេះចុះបន្តមកទៀតបងចុចកន្លែងនេះមកគឺអូខេជាការស្រេចអញ្ចឹងយើងអាចធ្វើការ print បានហើយចុច Ctrl អក្សរ P មកចុច Ctrl អក្សរ P យើងអាចធ្វើការរើសម៉ាស៊ីន print បាននេះអញ្ចឹងខ្ញុំនឹង export ឯកសារនឹងមួយចាំបងធ្វើការ export ឬក៏ថានាំចេញពីឯកសារពីកម្មវិធីនេះចេញបងធ្វើការចុច file export តើមកយកពាក្យ PNG ទៅតាមមកទៀតធ្វើការដាក់នៅលើនេះនៅឧទាហរណ៍ខ្ញុំដាក់ DOC ចឹងទៅអញ្ចឹងយើងមកមើលទាំងអស់គ្នាចាំបន្តិចរៀង slow អញ្ចឹងយើងមកមើលទាំងអស់គ្នានេះជាឯកសារដែលយើងមិនទាន់បានកែហើយខាងនេះគឺឯកសារដែលយើងបានកែសម្រួលហើយអញ្ចឹងគឺរឿងនៃការកែគឺមានប៉ុណ្ណឹងអញ្ចឹងបងប្អូនធ្វើការអនុវត្តតាមហ្នឹងទៅសិនបើមានចម្ងល់បងប្អូនអាច comment សួរបានដល់ថ្ងៃមួយអញ្ចឹងណាបាទអញ្ចឹងថ្ងៃនេះគឺមានតែប៉ុណ្ណឹងទេបាទសូមអរគុណសូមគោរពលា